皆さんこんにちはសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកមើលលំហាត់ថ្មីជាមួយខ្ញុំថ្ងៃនេះគឺខ្ញុំលើកយកប្រភេទលំហាត់ប៊ឿនពោលំហាត់វេយ្យាករណ៍ចែកជូនទៅកាន់អ្នកទាំងអស់គ្នាលំហាត់ហ្នឹងគឺជា LPT កម្រិត N4 ចឹងលំហាត់ប្រភេទហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវតែចេះវេយ្យាករណ៍មួយចំនួននៅលើក្តារខៀនពីលេខ1ដល់លេខ4វេយ្យាករណ៍ទី1គឺ Nani Nani Made វេយ្យាករណ៍ទី2គឺ Ska វេយ្យាករណ៍ទី3គឺ Demo វេយ្យាករណ៍ទី4គឺ Madeni វេយ្យាករណ៍ទាំង4ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាបានរៀនហើយអ្នកទាំងអស់គ្នាជ្រើសរើសលំហាត់ហ្នឹងបានយ៉ាងងាយស្រួលប៉ុន្តែបើអ្នកទាំងអស់គ្នាមិនទាន់បានរៀនវេយ្យាករណ៍ទាំង4ហ្នឹងទេពេលចេញប្រឡងគឺអ្នកទាំងអស់គ្នាពិបាកបន្តិចក្នុងការជ្រើសរើសចម្លើយចឹងតោះលំហាត់ប្រភេទហ្នឹងខ្ញុំបានលើកយកពាក្យប្របាក់មួយចំនួននៅខាងឆ្វេងដៃចែកជូនទៅកាន់អ្នកទាំងអស់គ្នាមើលទៅលើពាក្យប្របាក់ទី1គឺ Han Nani Nani Han ហ្នឹងបកប្រែថាកន្លះខណ្ឌជីមានតែមួយទេត្រូវចងចាំទាំងអស់គ្នាពីទី2គឺ Atsumaru បកប្រែថាប្រមូលផ្ដុំឬក៏ជួបជុំគ្នាពីទី3គឺ Shipatsusuru កន្លែងនេះគឺជាសាយសឹក Shipatsusuru នឹងបកប្រែថាចេញដំណើរអូខេតោះមើលទៅលើលំហាត់ទាំងអស់គ្នា皆さんលំហាត់ Ichiban គេទៅសេថា Shipatsu wa 9 desu kara 8時半 Nani 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 集まってくださいចឹងតោះអ្នកទាំងអស់គ្នាគិតបន្តិចមើលចឹងពីបាក់ក៏ខ្ញុំបានដាក់នៅខាងនោះហើយតើអ្នកទាំងអស់គ្នាយកចម្លើយ Ichiban នេះបាន3បានឬក៏4បានដាក់ចូលទៅក្នុងចម្លើយរបស់យើងអូខេតោះបកប្រែបន្តិចមក皆さんមុននឹងជ្រើសចម្លើយ Shipatsu wa 9 desu kara ចឹងអ្នកទាំងអស់គ្នាឃើញគេកាត់ក្បៀសកន្លែงនេះទេអញ្ចឹងយើងបកត្រឹមកាត់ក្បៀសនឹងសិនមក Shipatsu wa 9 desu kara ខ្ញុំតែងតែប្រាប់ឲ្យប្រយោគឃើញវាក់គឺយើងបកវាក់សិនមក Shipatsu wa ការចេញដំណើរហ្នឹងអញ្ចឹង Shipatsusuru ចេញដំណើរបើ Shipatsu តទេគឺបកប្រែថាការចេញដំណើរ 9 desu kara ហ្នឹងគឺដោយសារតែម៉ោង9អញ្ចឹងម្ដងទៀត Shipatsu wa 9 desu kara ការចេញដំណើរហ្នឹងដោយសារតែគឺចេញនៅម៉ោង9អញ្ចឹង 8 時半គឺហានហ្នឹងគឺកន្លះ 8 時半គឺម៉ោង8កន្លះ Nani 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 集まってくださいទម្រង់តេកដាសៃអ្នកទាំងអស់គ្នាត្រូវចាំតេកដាសៃនេះគឺបកប្រែថាសូមអញ្ចឹង集まってくださいបកប្រែថាសូមប្រមូលផ្ដុំគ្នាឬក៏សូមជួបជុំគ្នាចុចនៅម៉ោង8កន្លះអ្នកទាំងអស់គ្នាគិតបន្តិចមើលត្រង់ចំណុចហ្នឹងតើយកមកដេកអ្នកទាំងអស់គ្នាធ្លាប់រៀនទេមកដេកគឺបកប្រែថារហូតដល់វេយ្យាករណ៍ណានីស្កាហ្នឹងបកប្រែថាត្រឹមតែប៉ុណ្ណោះគេប្រើប្រាស់នឹងជាមួយនឹងទម្រង់ណៃគេវាលក្ខណៈថាចុចណៃទើបយើងប្រើប្រាស់ទៅលើទម្រង់ស្កានឹងបានបកប្រែថាត្រឹមតែប៉ុណ្ណោះពីទី3វេយ្យាករណ៍ទី3គឺ demo នឹងស្មើទៅនឹង demo បកប្រែថាទោះបីជាវេយ្យាករណ៍ទី4គឺ madeni បកប្រែថារហូតដល់ត្រឹមអញ្ចឹងចំណុចហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នផងដែរ made បកប្រែថារហូតដល់ madeni គឺបកប្រែថារហូតដល់ត្រឹមពីរហ្នឹងគឺខុសគ្នាប្រយ័ត្នច្រឡំតោះអ្នកទាំងអស់គ្នាគិតបន្តិចមើលអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមានតែមួយនោះទេ皆さんចម្លើយដែលត្រឹមត្រូវគឺ4番です madeni ចឹងអ្នកទាំងអស់គ្នាប្រយោគមួយហ្នឹងគឺយើងយក madeni ទៅត្រឹមត្រូវតោះដាក់ចូលទាំងអស់គ្នាកន្លែងនេះគឺ madeni អូខេតោះមើលទាំងអស់គ្នាម្ដងទៀតអញ្ចឹង Shipatsu wa 9 desu kara 8 時半までに集まってくださいចឹងតើបកប្រែការចេញដំណើរគឺដោយសារតែម៉ោង9អញ្ចឹង8 時半までにរហូតដល់ត្រឹមម៉ោង8កន្លះហ្នឹង集まってくださいសូមជួបជុំគ្នាឬក៏សូមប្រមូលផ្ដុំគ្នារហូតដល់ត្រឹមម៉ោង8អូខេចឹងតើលំហាត់ខ្ញុំមានតែប៉ុណ្្នឹងទេ皆さんចម្លើយត្រឹមត្រូវម្ដងហើយម្ដងទៀតគឺ madeni អូខេសង្ឃឹមអ្នកទាំងអស់គ្នាជួយចុច like follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗអរគុណច្រើនស្គាល់ជួបគ្នានៅវីដេអូបន្ត